ខេត្តកំពតមានឈ្មោះល្បីល្បាញតាំងពីយូរមកហើយដោយសារគុណភាពនៃម្រេចដ៏ឆ្ងាញ់ពិសារបស់ខ្លួននៅក្រោមអាណានិគមបារាំងខេត្តនេះមានចំការម្រេចរាប់ពាន់អេកតាក៏ប៉ុន្តែនៅចុងទសវត្សរ៍1970ពួកខ្មែរក្រហមបានគាស់ដើមម្រេចចោលដើម្បីដាំស្រូវជាជំនួសក៏ប៉ុន្តែក្រុមហ៊ុនក្នុងស្រុកមួយកំពុងខំប្រឹងចាប់ផ្ដើមដាំដំណាំម្រេចកំពតឡើងវិញក្រោមការការពារអន្តរជាតិ Geographical Indication ដែលមានធ្វើសម្រាប់ស្រា Champagne ហើយនិង Parmesan cheese ល្បីឈ្មោះដោយសារក្លិនខ្លាំងតែក្រអូបឈ្ងុយម្រេចកំពតមានរសជាតិពីហឹរខ្លាំងទៅផ្អែមបន្តិច Jerome Benechek នាយកក្រុមហ៊ុនអភិវឌ្ឍពាណិជ្ជកម្ម Farmlink Limited និយាយថារសជាតិដ៏ប្លែកនៃម្រេចកំពតគឺបណ្ដាលមកពីកត្តាមួយចំនួនដែលមានតែនៅក្នុងខេត្តកំពតAlors la spécificité du poivre de Campote sont sûrement ses arômes, des arômes ម្រេចកំពតមានក្លិនឈ្ងុយស្រស់ស្រដៀងនឹងក្លិនផ្កាមានរសជាតិចម្លែកដែលនៅជាប់នឹងពីដានមាត់រសជាតិចម្លែកនេះគឺដោយមកពីកត្តាមួយចំនួនដូចជាដីមានជីជាតិធាតុអាកាសមធ្យមនៃខេត្តកំពតរវាងភ្នំនិងទឹកសមុទ្រនិងការពិសោធន៍ជាច្រើនដំណនៃកសិករម្រេចក្រុមហ៊ុន Farmlink កំពុងធ្វើការជាមួយកសិករ125នាក់ដើម្បីតម្លើងទិន្នផលទ្វេជា2ដងក្នុងពេល5ឆ្នាំខាងមុខតាំងពី2003មកគេដាំដើមម្រេចបានជាង 20,000 ដើមតែនៅតិចជាងឆ្ងាយពី 1 លានដើមកាលពីសម័យអាណានិគមបារាំងកសិករដូចជាងួនឡៃជាដើមជាអ្នកដាំម្រេចជាច្រើនដំណមកហើយអាហ្នឹងតាំងពីខ្ញុំដឹងមកម៉ែខ្ញុំធ្វើអញ្ចឹងឪពុកខ្ញុំធ្វើអញ្ចឹងដល់កូនមកធ្វើអញ្ចឹងទៀតនៅតែធ្វើតែម្រេចអញ្ចឹងទៅបីថោកក៏ធ្វើថ្លៃក៏ធ្វើនៅតែធ្វើតែម្រេចអញ្ចឹងអាហ្នឹងមកតាមការដែលខ្ញុំធ្វើមកហ្នឹងហើយវាដោះស្រាយជីវភាពបានមួយចំនួនដែរហ្នឹងរួមផ្សំយើងធ្វើស្រែទៅក្រោយពីបេះហើយគេយកគ្រាប់ម្រេចទៅហាលថ្ងៃមុននឹងជ្រើសសម្រាំងដោយដៃម្រេចកំពតជាផលិតផលខ្មែរទី1ដែលសុំការការពារ Geographical Indication ហៅ GI ស្រដៀងគ្នានឹងស្រា Champagne ហើយនិង Parmesan cheese ដែលមានន័យថាមានតែម្រេចដែលដាំនៅកំពតទេដែលអាចប្រើឈ្មោះនេះបាន GI នឹងផ្សព្វផ្សាយឲ្យការពារគុណភាពម្រេចកំពតនៅជុំវិញពិភពលោក Angela Westergaard ជាអ្នកជួយសុំលក្ខណៈ GI នេះDet her GI, som vi arbejder med, det er for at beskytte det her, hvor pæret det គោលគំនិតនៃគម្រោង GI នេះគឺដើម្បីការពារបរិស្ថានក្នុងតំបន់និងបញ្ជាក់ថាម្រេចកំពតនៅរក្សាគុណភាពបានខ្ពស់ហើយមិនលាយជាមួយម្រេចគុណភាពទាបដទៃទៀតយើងចង់ធានាដល់អតិថិជនថាវត្ថុដែលគេទិញគឺជាម្រេចកំពតសុទ្ធសាធមែនម្រេចកំពតមាន4ពណ៌ខ្មៅសក្រហមនិងបៃតងពណ៌នីមួយៗមានរសជាតិហឹរនិងក្លិនឈ្ងុយខុសៗគ្នាគឺត្រូវរសជាតិគ្នាណាស់ជាមួយនឹងម្ហូបដែលប្រើសាច់ត្រីដូចជាត្រីស្នាពើចៀនជាមួយនឹងទឹកជ្រលក់ម្រេចកំពតម្ចាស់ភោជនីយដ្ឋានមួយនៅភ្នំពេញ Fritz Mulder និយាយថាម្រេចកំពតមិនដូចម្រេចឯទៀតទេ Ik denk dat je het kunt vergelijken met goede wijn. ខ្ញុំគិតថាលោកអ្នកអាចធ្វើការប្រៀបធៀបបានទៅនឹងស្រាទំពាំងបាយជូរដែលមានរសជាតិឆ្ងាញ់បើលោកអ្នកទទួលបានស្រាទំពាំងបាយជូរធម្មតារាល់ពេលលោកអ្នកនឹងដឹងរសជាតិខុសគ្នាភ្លាមកាលណាលោកអ្នកទទួលទានស្រាទំពាំងបាយជូរណាដែលល្អម្រេចកំពតក៏ដូចគ្នាអញ្ចឹងដែរគឺវាមានរសជាតិឆ្ងាញ់ផងហើយជាប់ក្នុងមាត់លោកអ្នកបានយូរជាងអ្នកដាំម្រេចសង្ឃឹមថាបើសិនជាម្រេចកំពតបានទទួលការការពារ GI នៅឆ្នាំក្រោយខេត្តនេះនឹងអាចទទួលលក្ខណៈរបស់ខ្លួនជាថ្មីឡើងវិញបានក្នុងឋានៈជាតំបន់ដាំម្រេចលេខ1នៅក្នុងពិភពលោករាយការណ៍ពីរដ្ឋធានី Washington ខ្ញុំកែយ៉ាន VOA ផ្នែកខេមរៈភាសា